រដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាលោកប្រាក់សុខុនក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកសៀស័កភួងគិតកែវបានធ្វើដំណើរទៅកំពុងតែធ្វើដំណើរទៅប្រទេសទៅសហរដ្ឋអាមេរិកទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ការសហប្រជាជាតិដែលជាកិច្ចប្រជុំចំហដែលពេលនេះគឺប្រធាននឹងគឺប្រទេសចិនជាប្រធានហើយបានអញ្ជើញបាទហើយទាំងកម្ពុជាទាំងថៃនឹងធ្វើដំណើរទៅក៏ប៉ុន្តែមុននឹងធ្វើដំណើរទៅនឹងគឺលោកសៀស័កភួងគិតកែវរដ្ឋមន្ត្រីក្រសួងការបរទេសថៃនឹងបានចេញសេចក្តីអត្ថាធិប្បាយមួយជាមួយនឹងក្រុមអ្នកសារព័ត៌មានដោយបើយោងតាមកាសែត The Nation ថាគាត់ទទូចឲ្យកម្ពុជានឹងបញ្ឈប់ការវាយប្រហារប្រទេសថៃនៅឯក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបាទតែការវាយប្រហារយ៉ាងម៉េចខ្ញុំនឹងជម្រាបជូននៅក្នុងព័ត៌មាននេះបាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation របស់ថៃគឺឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃគឺលោកសៀស័កភួងគិតកែវនឹងគាត់បានទទូចណាឲ្យកម្ពុជានឹងឈប់ប្រើប្រាស់នៅរាល់វេទិកាអន្តរជាតិទាំងឡាយដើម្បីបើកការវាយប្រហារទៅលើប្រទេសថៃទៅដែលលោកប្រមានថាចំណាត់ការបែបនេះគឺអាចធ្វើឲ្យខូចខាតទៅដល់កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះដោយមេដឹកនាំនៃប្រទេសទាំងពីរនៅក្នុងការកសាងទំនុកចិត្តនិងធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរ